បាទសួស្តីទាំងអស់គ្នាអញ្ចឹងវីដេអូថ្ងៃនេះមានន័យច្រើនទេគឺខ្ញុំគាត់ចង់ចេញក្រៅទៅសារថ្ងៃហ្នឹងអាកាសធាតុវារៀងល្អហើយណាមួយមួយថ្ងៃចុងក្រោយហ្នឹងនៅហុងគ្រីគឺវាក្តៅខ្លាំងមែនតើក្តៅខ្លាំងដល់ថ្នាក់រីងទន្លេអញ្ចឹងក្នុងវីដេអូខ្ញុំនឹងនាំអ្នកទាំងអស់គ្នាទៅមើលថាតើទឹកទន្លេនៅប៊ូដាប៉េសហ្នឹងគឺវារីងដល់កម្រិតណាសីតុណ្ហភាពឥឡូវដែរគឺ28អង្សាប៉ុន្តែវារៀងតិចតិចហើយតែថ្ងៃនេះគឺក្តៅខ្លាំងមែនទែនប្រហែលជា33 34ប៉ុន្តែ33 34ហ្នឹងគឺក្តៅខ្លាំងជាងនៅខ្មែរតែដោយសារនៅហុងគ្រីគឺវាមិនថាហុងគ្រីនៅអឺរ៉ុបហ្នឹងគឺវាតិចបែបស្ងួតហើយនៅយើងតិចបែបមានសំណើមនៅនេះគឺថាក្តៅបើថាក្តៅយកតែមែនទែនហ្នឹងនិយាយទៅសិនថាដើរដោះអាវនៅក្រៅហើយឥឡូវនៅតាមផ្លូវក៏រៀងស្ងាត់ដែរដោយសារខ្ញុំគិតថាពេលថ្ងៃនេះវាក្តៅខ្លាំងជាងអត់សូវមានមនុស្សចេញទេប៉ុន្តែឥឡូវមនុស្សចាប់ផ្ដើមចេញមកបដាបដាឥឡូវនេះខ្ញុំបានមកដល់កន្លែងទឹកទន្លេរីងហ្នឹងហើយចាំខ្ញុំចុះទៅតែមិនមានចដាចុះតែខ្ញុំចង់ចុះទៅផ្លូវចាំខ្ញុំបង្ហាញធ្លាក់អត់រត់ជើងហើយឥឡូវខ្លាចជាកន្លែងមនុស្សមកធ្វើពិកនិកឥឡូវថតរូបច្រើនរីងទាំងអស់ហ្មងពីមុនកន្លែងសត្វទឹកឥឡូវចេញឲ្យថ្មអូពីមុនទឹកដល់លើទឹកហៀងថ្លង់បន្តិចដោយសារនៅលើនឹងស្ពានហើយមានត្រាំវាបើកអញ្ចឹងវាហៀងថ្លង់ហើយសុំមនុស្សមកមើលនេះបាត់ទន្លេសាបាត់ទន្លេនេះខ្ញុំពាក់បើជើងផ្ទាត់មកសូដាហើយមេឃក្តៅខ្ញុំពាក់បតាគេមិនថតរូបពេញមកស្ពានគេធ្វើមួយធំល្អសមនៅខ្មងអង្គុយលេងហើយណាមួយវាតិចស្រួលទៀតឥឡូវបើមកពេលថ្ងៃវិញបាច់និយាយគេនាំគ្នាមកបន្ទប់ថ្មនេះដូចនៅពេលទៅលេងសមុទ្រដោយសារនេះដូចឆ្នេរvừaដែរឥឡូវគ្រាន់ថាវាអត់មានខ្សាច់ប៉ុន្តែទឹកគេអត់កក្រែកទេទឹកគេថ្លាល្អនេះចាំទៀតខ្ញុំដើរទៅខាងចុងនោះខ្ញុំបង្ហាញរូបភាពសភារបស់ហុងគ្រីសភាដែលស្អាតជាងគេអូខេចុងសភាហ្នឹងនេះគេសិតតែដើររៀបថ្មរៀបអីហ្នឹងហ្នឹងនៅខាងនោះទូកនៅអាចជិះបានដោយសារវាទឹករៀងជ្រៅគេដាក់ថ្មដែរឡើងពេញហ្នឹងរីងទៅខ្ញុំមកម្សិលមិញម្សិលមួយថ្ងៃ2ថ្ងៃមុននៅខាងនេះនៅមានទឹកឯងនៅខាងនេះតែឥឡូវរីងនៅខាងនោះទៀតបើសិនជារាំងតាប្រហែលជាមួយអាទិត្យអីទៀតស្ងួតប្រហែលជាមួយអាទិត្យអីទៀតអស់ទឹកបដៃដល់នោះបដៃឥឡូវគេនាំគ្នាមកថតរូបពេញហ្នឹងកំពូលស្ពានខ្ពស់ណាស់មើលទៅចាំឲ្យមើលកំពូលស្ពានពេលនេះទៅមើលកំពូលស្ពានខ្ពស់ហ្មងហ្នឹងវីដេអូនោះមានតែប៉ុណ្្នឹងឯងខ្ញុំគាត់ថាចង់បង្ហាញឲ្យថានៅនេះវាក្តៅប៉ុណ្ណារហូតដល់ថ្នាក់រីងទន្លេលេងយ៉ាងស្ងួតហ្មងណា
សដុំថ្មហើយមានដូចជាមានគេរកឃើញគ្រាប់បែកអីពីជំនាន់សង្គ្រាមលោកអីចឹងនៅនេះទៀតគេរកឃើញដូចជាផឹកមិញគេប្រកាសគេបិទកន្លែងនេះដើម្បីស្រង់យកគ្រាប់មិនតំផ្ទុះអីចឹងតែគេឃើញគេដាក់រូបខ្ញុំមិនដឹងថារូបហ្នឹងពីកន្លែងហ្នឹងឬក៏កន្លែងណាផ្សេងផងតែដឹងថាការជំនាន់សង្គ្រាមលោកអីចឹងហ្នឹងគេទម្លាក់គ្រាប់បែកច្រើនអានោះកន្លែងគេដើរលេងមួយដែរ Fisherman ហើយនឹង Castle Parliament នេះផ្លូវទៅផ្ទះខ្ញុំអញ្ចឹងខ្ញុំដើរឡើងទៅខាងលើនោះវិញដើម្បីជិះត្រាំត្រឡប់ទៅផ្ទះវិញហ្នឹងអញ្ចឹងវីដេអូនោះអត់មានអីច្រើនទេមានតែប៉ុណ្្នឹងឯងអញ្ចឹងចាំពេលខ្ញុំទៅណាទៀតខ្ញុំធ្វើវីដេអូទៀតជាទូទៅបើសិនជាធ្វើពេលថ្ងៃវាអត់សូវសម្បូរមនុស្សវាស្រួលធ្វើប៉ុន្តែវាក្តៅខ្លាំងតែបើពេលល្ងាចមនុស្សច្រើនវារៀងពិបាកធ្វើដោយសារយើងអាចនឹងប៉ះពាល់គេអញ្ចឹងអ្នកនៅស្រុកអឺរ៉ុបហ្នឹងស្រាប់ហើយថតរូបមកមិនបានទេនេះក៏ទៅជាប់ក្នុងវីដេអូទៀតប៉ុន្តែខ្ញុំគិតថាអីដោយសារសិតតាអ្នកមកថតរូបអញ្ចឹងកិច្ចងាកទៅខាងណាឃើញសារកាមេរ៉ាចឹងខ្ញុំជួបគ្នានៅវីដេអូក្រោយៗទៀតបាយបាយ